បាលស្រុកសណ្ដានបានរៀបចំជួសជុលកែលម្អផ្លូវក្រហមមួយខ្សែប្រវែងប្រហែល5គីឡូម៉ែត្រចាប់ពីមុខវត្តទឹកម្លៀងភូមិទឹកម្លៀងឃុំសណ្ដានដល់ភូមិត្បូងតឹងឃុំមានរិនស្រុកសណ្ដានខេត្តកំពង់ធំរដ្ឋបាលស្រុកសណ្ដាននាថ្ងៃប្រហោះ2កើតខែកដឹកឆ្នាំម្សាញ់ស័ព្ទស័កពុទ្ធសករាជ2569ត្រូវនឹងថ្ងៃទី23ខែតុលាឆ្នាំ2025បានចាប់ផ្ដើមស្ដារនិងជួសជុលផ្លូវក្រហមមួយខ្សែមានប្រវែងប្រហែល5គីឡូម៉ែត្រចាប់ពីមុខវត្តទឹកម្លៀងភូមិទឹកម្លៀងឃុំសណ្ដានដល់ភូមិត្បូងតឹងឃុំមានរិទ្ធស្រុកសណ្ដានខេត្តកំពង់ធំដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋនេះបើយោងតាមសំណើរបស់លោកស៊ិនវ៉ាន់វុនអភិបាលនៃគណៈអភិបាលស្រុកសណ្ដានបានស្នើសុំជួសជុលផ្លូវក្រហមមួយខ្សែទៅលោកប្រធានមន្ទីរអភិវឌ្ឍជនបទខេត្តកំពង់ធំតាមលិខិតលេខ150/25ចុះថ្ងៃទី2ខែកញ្ញាឆ្នាំ2025គួររំលឹកផងដែរតាមការលើកឡើងរបស់លោកស៊ិនវ៉ាន់វុនអភិបាលនៃគណៈអភិបាលស្រុកសណ្ដានបានមានប្រសាសន៍ថាផ្លូវមួយខ្សែខាងលើនេះជាមូលនិធិរបស់មន្ទីរអភិវឌ្ឍជនបទដែលមានសភាពទ្រុឌទ្រោមខូចខាតយ៉ាងខ្លាំងបណ្ដាលមកពីចំនួនទឹកភ្លៀងក្នុងរដូវវស្សាដែលជាកត្តានាំឲ្យមានការពិបាកដល់បងប្អូនប្រជាពលរដ្ឋនិងសិស្សានុសិស្សធ្វើដំណើរទៅមកពលគឺមានសភាពស្រុតក្រឡុកធំទាំងនេះហើយក្នុងនាមជាអាជ្ញាធរស្រុងដែលតែងតែគិតគូរអំពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋានហេតុដូចនេះហើយក្នុងនាមជារដ្ឋបាលស្រុងបានរួមសហការរៀបចំជួសជុលកែលម្អផ្លូវមួយខ្សែនេះឡើងវិញគួរបញ្ជាក់ផងដែរក្នុងការជួសជុលនិងកែលម្អកំណត់ផ្លូវនេះដោយមានការចូលរួមឧបត្ថម្ភគាំទ្រពីបងប្អូនអាជីវករសប្បុរសជននានានិងរដ្ឋបាលស្រុកផងដែរដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋយើងនៅក្នុងស្រុកសណ្ដានទាំងមូលក៏ដូចជាបងប្អូនមកពីទីជិតឆ្ងាយត្រូវឆ្លងកាត់ផ្លូវនេះក្នុងយុទ្ធនាការស្ដារផ្លូវមួយខ្សែនេះមានការដឹកនាំផ្ទាល់ពីលោកទីថាវីអភិបាលរងនៃគណៈអភិបាលស្រុកសណ្ដានផងដែររូបភាពដោយឡាវសុភ័ក្រ